អ្នកអរគ្នានៅពេលដែលយើងធ្វើការ export របស់យើងគឺមាន2 export ទី1គឺយើងអាច export ជា file APK ដែលយើងអាចដំឡើងនៅក្នុងទូរស័ព្ទដៃរបស់យើងដែលយើងយកពាក្យថា build យើងយកពាក្យថា Android APK ចឹងចាំវាបន្តិចបាទអញ្ចឹងវាកំពុងតែខ្ចប់បាទខ្ចប់ហើយអាហ្នឹងវាពេលវេលាវាទៅតាមអីគេទៅតាមបាទការងារដែលយើងធ្វើតិចឬក៏ច្រើនបាទអញ្ចឹងពេលហ្នឹងជា file APK គឺជា file ដែល zip រួច convert រួចណាអ្នកនរគ្នាអត់អាចយកវាហ្នឹងយកទៅកែអីកើតទេបាទអញ្ចឹងបន្ទាប់មកទៀតវាសួរយើងហ่ะបាទចាំបន្តិចវាសួរយើងថាតើយើងចង់ download QR ឬក៏យើង download ចេះអញ្ចឹងយើងយកពាក្យ download APK មែនអត់ចុចលើនឹងទៅគឺវាលោតទៅ download ហើយទី2គឺយើងចង់ឲ្យ project ហ្នឹងទៅអ្នកណាម្នាក់ឲ្យអាចកែបានឬក៏មាន source code ក្នុងហ្នឹងអញ្ចឹងយើងចូល project យើងយកពាក្យថាបាទ export select project.aia បាទ export select project.aia to my computer អញ្ចឹងអូន export អាហ្នឹងមកបាទអញ្ចឹងវាមក save នៅកន្លែងនេះបាទអញ្ចឹងប្រភេទ file ហ្នឹងគឺវាអត់ស្គាល់ជា file អីទេនេះ file ហ្នឹងណាអញ្ចឹងពេលដែលបងអូនឃើញវា save អញ្ចឹងហើយអូនចុចបាទ open វាមកអូនអូសវាដាក់ចូល Telegram ទៅគាត់អត់បាទទោះបីជាខូច computer យើងអាច import អាហ្នឹងចូលនៅក្នុង Google Chrome នៃ MT App Inventor របស់យើងហ្នឹងខ្លាយទៅជា app វិញគាត់អត់បាទអូខេលោកគ្រូមានប៉ុណ្ណឹងណា